នៅក្នុងវីដេអូនេះគឺជា part 2 របស់យើងទាក់ទងនឹង SunOS ចឹង part 1របស់យើងគឺយើងបានតម្លើងវាឥឡូវចូលដល់ part 2 ចឹងយើងបើកម៉ាស៊ីនរបស់យើងមកដោយសារតែខ្ញុំបើកហើយនៅក្នុង VMware ហ្នឹងចឹងខ្ញុំនឹង login យើង login ជា root ហើយដាក់ passwordអូខេបន្ទាប់ពីយើង login បានហើយគឺយើងអត់ប្រើវានៅក្នុងនឹងទេគឺយើងនឹងទុកអាម៉ាស៊ីននឹងចោលហើយយើងប្រើវាជា remote វិញយើងត្រូវការ software មួយទៀតសម្រាប់ remote ចូលមកក្នុងម៉ាស៊ីនហ្នឹងអញ្ចឹងដើម្បីដឹងថាយើងអាច remote បានអត់អញ្ចឹងយើងដំបូងយើងត្រូវ ping IP សិនអញ្ចឹងយើងវាយ IP ADDR អញ្ចឹងយើងនឹងឃើញហើយវាឲ្យយើងមាន loopback មាន inet 6 inet ហ្នឹងគឺជា IPv4 ហ្នឹងគឺជាអីដែលយើងត្រូវយកវាទៅ ping អញ្ចឹងយើងយក IP ហ្នឹងយើងចូល Windows យើងធម្មតាយើងចូល command ហើយយើងវាយ IP ហ្នឹងមកចឹង IP វាមិនយើង ping IP ហ្នឹង ping 192.168.135ចឹងយើងចាំវាតិចអញ្ចឹងបានន័យថា IP ហ្នឹងគឺវាដំណើរការគឺយើងអាចតាក់ទងគ្នាបានអញ្ចឹងខ្ញុំនឹងប្រើ software មួយដើម្បីយើង remote អញ្ចឹងខ្ញុំប្រើ Putty software មួយនេះមិនលឿនពេកនេះអ្នកគ្នាអាចតម្លើងបានហើយយើងចូលក្នុងនេះវិញមកកន្លែងនេះគឺយើងត្រូវវាយ IP ដែលយើងដាក់មិញហ្នឹងយើងវាយវាចូលហើយយើងកន្លែងនេះវាសួរយើង connection ហ្នឹងជាប្រភេទអីអញ្ចឹងខ្ញុំយក SSH ហើយបន្ទាប់ពីយើងវាយហើយកន្លែងនេះវាឲ្យយើងដាក់ឈ្មោះអ្នកនេះអាចដាក់តាមហ្នឹងទៅតែខ្ញុំដាក់ហើយនេះជារបស់ខ្ញុំពេលដាក់ហើយវានឹង load ចូលយើងចុច load មកវានឹងចូលហើយយើងចុច save មកវា save រួចយើងចុច load មកវា load មកកន្លែងនេះអូខេអញ្ចឹងបន្ទាប់ពីខ្ញុំនេះហើយខ្ញុំនឹងបើកអូខេអញ្ចឹងយើង remote បានហើយយើង remote នៅក្នុងនេះឥឡូវយើង login យើងដាក់ password អូខេអញ្ចឹងគឺនេះគឺជាយើងហើយយើងឥឡូវយើងកំពុងតែនៅ directory root ព្រោះតើយើងចង់ switch user យើង user យើងបានបង្កើតហ្នឹងឥឡូវយើងប្រើ command ឈ្មោះថា su ហ្នឹងអន័យថា switch user យើងចង់ switch ទៅ user មួយណាហើយគ្នាទៅចាំឈ្មោះ user របស់ខ្លួនឯងអញ្ចឹង user ដែលខ្ញុំបង្កើតឈ្មោះរបស់ខ្ញុំអញ្ចឹងយើង enter មកគឺវាចូលហើយដំបូងយើងនៅ root ប៉ុន្តែយើង switch ហើយគឺវានឹង load change វា root ហ្នឹងទៅជា user វិញនៅក្នុង user យើងអាចធ្វើបានទេយើងបើយើងចង់ back ទៅវិញយើងចង់ back ទៅ root វិញយើងអាចវាយ su ចេះក៏បានឬយើង su ហើយយើងដាក់ root មួយទៀតអញ្ចឹងវាត្រូវការយើង password ម្តងទៀតដាក់ password របស់យើងដដែលហ្នឹងចូលអញ្ចឹងយើង back មក root យើងវិញហើយ root directory